ប្រធានក្រុមហ៊ុនចង់សាកចិត្តនារីជាសង្សារខ្លួនព្រោះចង់ដឹងថាគេជាមនុស្សដែលមុខលុយឬអត់បានជូននាងមកផ្ទះកន្លែងចាស់ហើយក្រីក្រតែនារីម្នាក់នឹងគេមិនខ្វល់ឡើយគេបានជួយធ្វើកិច្ចការក្នុងផ្ទះទៀតផងប្រធានក្រុមហ៊ុនគេពេញចិត្តណាស់ក៏ជូននាងទៅចុះអាពាហ៍ពិពាហ៍តែម្ដងតែគេមិនដឹងទេថានឹងបានរៀបការជាមួយប្រធានក្រុមហ៊ុនដ៏មានព្រោះតែមិនដឹងថាប្តីគេជាអ្នកមានគេខំប្រឹងលក់ទឹកក្រូចលក់ដើម្បីរកលុយជួយគ្រួសារតែត្រូវមិត្តភក្តិគេស្អប់ខ្ពើមមើលងាយស៊ូយ៉េតហេតុអ្វីក៏នាងមិនប្រឹងដូចគេឡើយលីនឌីនគេល្អនឹងនាងណាស់មើលនាងទៅសុភាពទៅជាយ៉ាងណាហើយពួកយើងមានឈ្មោះជាមិត្តភក្តិឯងក៏ខ្មាស់គេដែរខ្ញុំរកលុយដោយដៃខ្ញុំខ្លួនឯងខ្ញុំមិនខ្លាចខ្មាស់គេទេមិនបាច់និយាយជាមួយគេឡើយសៀវយិតគេមិនចង់ក្របែបនេះទេដោយសារវាសនារបស់នាងក្រធ្វើបែបនេះអត់ពួកយើងជួយបរិច្ចាគលុយឲ្យស៊ូយិតជាមិត្តភក្តិរបស់យើងទៅឲ្យនាងបានចែកលុយទៅខ្ញុំជូននាង$500ខ្ញុំជូននាង$100ខ្ញុំ200អរគុណខ្លាំងណាស់ខ្ញុំអរគុណអ្នកទាំងអស់គ្នាជំនួសស៊ូយិតផងសៀវយិតកុំគិតថាលុយនេះតិចពេកចាំខ្ញុំជួយរកលុយឲ្យនាងថែមទៀតឲ្យគេបរិច្ចាគលុយឲ្យនាងបានរស់ស្រួលធ្វើបែបនេះនាងមិនពិបាកដើរលក់ទឹកក្រូចបែបនេះទេនាងទទួលយកទៅម្នាក់សុទ្ធតែរៀនបានខ្ពស់ហើយមានត្រកូលគ្រួសារដ៏ល្អហេតុអ្វីក៏និយាយមិនសមបែបនេះខ្ញុំទៅតែឃើញទេបង្កប់ឲ្យអ្នកផ្សេងបរិច្ចាគលុយអរគុណណាស់តែម្នាក់សុទ្ធតែរៀនបានចប់ហើយត្រកូលក៏ល្អពួកអ្នកធ្វើបែបនេះមែនទេមិនមែនជារឿងរបស់លោកពួកយើងចង់បរិច្ចាគឲ្យអ្នកណាលោកគ្មានសិទ្ធិមកប៉ះពាល់ទេគេជាភរិយារបស់ខ្ញុំត្រូវតែមានសិទ្ធិហើយសៀវយ៉េតប្តីរបស់នាងលោកទឹកក្រូចជាមួយគ្នាមែនទេភរិយាធ្វើអីស្វាមីក៏ធ្វើនឹងដែរគេធ្វើអ្វីក៏ខ្ញុំធ្វើបែបនឹងដែរនាងពាក់ព័ន្ធអ្វីទៅសៀវយ៉េតនាងរៀបការរួចហើយហេតុអ្វីក៏អត់អញ្ជើញពួកយើងពិតមែនហើយទោះលំបាកដល់ថ្នាក់ណាគួរតែរៀបចំពិធីការណាឬក៏គេគ្មានលុយរៀបការទេខ្ញុំថាគេគ្មានលុយរៀបការទេជួបមនុស្សដែលស្រឡាញ់មិនបាច់រៀបការក៏បានដែរអ្នកណាថាត្រូវតែរៀបការនោះមុខមាត់ក៏ធម្មតាហើយថែមទាំងលក់ទឹកក្រូចទៀតកំសត់ណាស់ស៊ូយេតឬក៏នាងត្រូវគេបោកហើយបើកយកលុយនាងបោកប្រាវហើយលោកនិយាយអ្វីមិនល្អទេជួយនិយាយឲ្យល្អបន្តិចទៅមិនបាច់រញ៉េញ៉ៃជាមួយគេទេគេជាមនុស្សដែលអញ្ចឹងទេស៊ូយេតមិត្តភក្តិនៅគ្រប់គ្នាអស់ហើយថ្ងៃនេះទៅរោងអាហារមួយកន្លែងអត់នាងហ៊ានទៅអត់បើនាងហ៊ានទៅមានលុយ$30,000មកបានទៅបានពួកគេមិនអាចទៅហាងអាហារនឹងរួចទេហាសហាមែនហើយកុំភ័យប្តីរបស់ខ្ញុំចេញមើលទៅគេសាកសមគ្នាខ្លាំងណាស់ពុករបស់គេជាអ្នកជំនួយការដ៏ធំគេរកចំណូលបានរាប់លានក្នុងមួយខែគ្រាន់តែប៉ាវបាយមួយពេលប៉ុណ្ណេះរឿងតូចតាចទេឃើញកោហ្នឹងមិនមែនសាប់មុនគេថាបច្ចៈជូនឃើញសាច់លើវាទំនងតាក់ទាញអារម្មណ៍ពេកបងប្អូនតាគ្នាចង់តែលេងចង់តែលៀបដកចិត្តមិនរួចតែម្ដងបងប្អូនតាគ្នាមើលចាក់ស្ដែងនិយាយពីថាវីតាមីនសារធាតុចិញ្ចឹមជាតិសំណើមជាតិប្រេងវីតាមីនល្អៗនៅក្នុងហ្នឹងអស់ហើយបងប្អូនសំខាន់ណាស់បងប្អូនតាគ្នានេះខ្ញុំនិយាយមិនដាក់មិនក៏ចូលដែរសំខាន់ដាក់ឲ្យភ្លឺថ្លាសាច់លងមាត់មានសំណើមអូយបើនិយាយពីក្លិននឹងជះមកទៅអប់ brand យកគ្នាហ្មងបងប្អូនតាគ្នាឈ្ងុយសន្លឹកកប់សេរីជាប់ចិត្តជាប់ស្នេហ៍និយាយពីថាទៅដល់ណាតាក់ដល់ហ្នឹងបងប្អូនអូយសាហាវពេកទេចាលក្ខណៈថាបងប្អូនតាគ្នាសាកប្រាមើលទៅដឹងហើយចង់បានស្បែកសលះសបែបជឿជាក់បែបមានទំនុកចិត្តអីបងប្អូនតាគ្នា brand ទីឆ្អិនទុកចិត្តបាននិយាយពីថាតេស្តមក5ឆ្នាំអត់និយាយលេងសើចគឺគុណភាពពិតតែសម្រាប់អ្នកដែលចង់ទិញឥឡូវនេះនឹងទទួលបានប្រូម៉ូសិនពិសេសទិញលេទឹកអប់ចំណុះ500ក្រាមចំនួន1កំប៉ុងទទួលបានការថែមជូន scrub 1កំប៉ុងភ្លាមព្រមទាំង free សេវាកម្មដឹក25ខេត្តក្រុងបញ្ជាក់ប្រូម៉ូសិននេះមានតែ100អ្នកដំបូងតែប៉ុណ្ណោះខ្ញុំមិនខ្វល់ទេតែទៅអាហារមួយនេះនោះនាងនេះពិតជាគួរឲ្យស្អប់ណាស់ទៅគេឲ្យប្រេះហើយគឺយើងទៅយើងគួរតែទៅអូនសំឡាញ់ហាងអាហារមួយនេះវាថ្លៃខ្លាំងណាស់បងខ្ញុំត្រូវតែធ្វើឲ្យមិត្តភក្តិខ្ញុំទាំងអស់បានដឹងថាគេម្នាក់នឹងជីវិតវាលំបាកដល់ថ្នាក់ណាលោកគ្រូនិងសិស្សសាលាទាំងអស់គ្នារោងអាហារដ៏ល្បីក្នុងក្រុងមួយពួកអ្នកទាំងអស់គ្នាអញ្ជើញចូលរួមផងប្រធានក្រុមហ៊ុនលោកប្រធាននៅក្រុងនេះគ្មានឈ្មោះនេះទេគេគ្រាន់តែជាមនុស្សធម្មតាទេឈ្មោះយាយជាសឿនកូនប្រុសរបស់គេឈ្មោះថាជីច្រើនគឺជាមនុស្សបើកឡានឲ្យគេម្នាក់ទេហើយគេធ្លាប់ជាប់គុកមានប្រវត្តិមិនល្អនៅក្នុងផ្ទះគេជាប់បំណុលច្រើនណាស់ល្អហើយធ្វើការឲ្យស្ងាត់ទៅទឹកក្រូច3កែវតាក់កែវ3ក្រូច30 Ice Skin ដាក់2កែវផងហើយកុំភ្លេចដាក់ទឹកក្រូចចូលបន្តិចផងអូនសំឡាញ់ហេតុអ្វីធ្វើមុខបែបនេះគឺថាในហាងអាហារល្ងាចនេះពួកយើងមិនបាច់ទៅល្អជាងហេតុអ្វីទៅ
បងមិនដឹងអ្វីទេថាពួកគេចិត្តអាក្រក់ខ្លាំងណាស់មិនបាច់ខ្លាចទេអូនបងនៅត្រង់នេះហើយពួកយើងចេញទៅចាំបងជូនអូនទៅទិញខោអាវស្ដាប់ឲ្យបានល្អអ្នកទាំងអស់គ្នាលោកប្រធានគេមកកន្លែងនេះគេប្រាប់ថាមិនឲ្យហៅគេជាលោកប្រធាននោះទេចាស់សូមរីករាយមកខាងខ្ញុំមកទិញទីនេះថ្លៃណាស់ពួកយើងរកទិញខាងក្រៅទៅអ្នកទាំងអស់គ្នាពិតជាសំណាងណាស់ថ្ងៃនេះមានប្រូម៉ូសិនសម្រាប់គូស្នេហ៍ในฐានៈដែលគូស្នេហ៍ដែលស្រឡាញ់គ្នាតែបានចូលមកក្នុងហាងរបស់យើងនឹងមិនគិតលុយនោះទេសូមអញ្ជើញរើសតាមសប្បាយមានអារម្មណ៍ថាដូចខ្វះអ្វីម្យ៉ាងវាមិនមែនជារឿងខោអាវនោះទេអ្នកចាប់ការផ្ញើខ្សែដោយថ្លៃបំផុតយកមកឲ្យខ្ញុំឥឡូវនេះវាជាខ្សែទ្រព្យសម្បត្តិរបស់ត្រកូលរបស់ខ្ញុំឲ្យពេលវេលាលោក10នាទីយកមកដល់ទីនេះនាងយកទៅឲ្យគេពាក់ទៅលីនអ៊ីនថ្ងៃនេះខ្ញុំស្អាតណាស់ខ្សែរបស់នាងស្អាតណាស់មើលទៅវាថ្លៃខ្លាំងណាស់នេះជាខ្សែដែលស្វាមីរបស់ខ្ញុំឲ្យខ្ញុំណាខ្ញុំមិនដឹងថាតម្លៃប៉ុន្មានទេមើលទៅខ្សែដែលគេពាក់នេះតម្លៃថ្លៃណាស់ប្រហែលជា$3 លានឯណោះវ៉ាវថ្លៃណាស់បងលីងអ៊ីនបងបានរៀបការជាមួយប្តីដែលល្អបំផុតហើយហេតុអ្វីសួរជាតិគេអត់ទាន់មកពីរអ្នកប្តីប្រពន្ធគេវល់នឹងលក់ទឹកក្រូចសង្ស័យថាគ្មានមុខមកជួបមិត្តភក្តិចាស់ទេមើលទៅគេស្អាតណាស់ហើយសម្លៀកបំពាក់គេក៏ល្អដែរគេចូលច្រឡំបន្ទប់ហើយមែនទេខ្សែដែលគេពាក់គឺជារបស់ថ្លៃណាស់របស់ថ្លៃវាប្លែកខ្លាំងណាស់មើលទៅវាគ្មានតម្លៃប៉ុន្មានទេនេះមិនមែនជារបស់ដែលអាចទិញមកបានស្រួលទេខ្សែនេះមានតែមួយគត់នៅក្នុងសម័យបុរាណវាជារបស់បុរាណដែលថ្លៃបំផុតថាបើនិយាយពីតម្លៃវិញវាតិចបំផុតណាស់$100 លានឯណោះលោកគ្រូនិយាយការពិតអត់លោកគ្រូអ្នករៀនទាំងអស់គ្នាជំរាបសួរខ្ញុំឈ្មោះសៀវយេតសុំទោសដែលមកយឺតគេជាស៊ូយេតពិតមែនមើលទៅគេស្អាតណាស់ពួកយើងមិនអាចស្មើនាងទេស៊ូយេតខ្សែរបស់នាងស្អាតខ្លាំងណាស់ស្វាមីរបស់នាងឲ្យមកមែនទេពិតមែនហើយខ្សែនាងស្អាតណាស់លោកសាស្ត្រាចារ្យឲ្យប្រាប់ថាខ្សែមួយនេះមានតម្លៃ$100 លានឯណោះខ្ញុំចង់ដឹងខ្លាំងណាស់ពួកឯងទាំងពីរលក់តែទឹកក្រូចទេហើយធ្វើដោយដៃខ្លួនឯងទៀតមានលុយឯណាទៅទិញរបស់ថ្លៃបែបនេះរបៀបណាឬក៏នាងទៅលួចគេមែនទេ